ពុទ្ធភាសិតមួយកន្លែងបានពោលថាអត្តាហេបរមង្គពេយោខ្លួនឯងជាទីស្រឡាញ់យ៉ាងក្រៃលែងជាសក្ខីភាពយើងទាំងអស់គ្នាតែងតែមានសេចក្តីស្រឡាញ់ចំពោះខ្លួនឯងខំងូចទឹកដោះក្អែលលាបម្សៅតុបតែងរូបរាងកាយគឺដោយសារតែយើងមានការស្រឡាញ់ចំពោះខ្លួនឯងមិនតែប៉ុណ្ណោះទៀតសោតពេលខ្លះគ្រាន់តែគេនិយាយមកលើខ្លួនប៉ះពាល់បន្តិចបន្តួចក៏មាននៅសេចក្តីហួងហែងមាននៅការខឹងក្រោធចំពោះអ្នកដទៃដោយសារតែយើងនឹងឯងស្រឡាញ់ចំពោះខ្លួនឯងដោយហោចទៅសំបីតែសត្វគោក្របីដំរីសេះសំបីសត្វតូចល្អិតដែលមានជីវិតក៏មានចិត្តស្រឡាញ់ខ្លួនឯងយ៉ាងក្រៃលែងមិនចង់ឲ្យអ្នកដទៃមកបៀតបៀនឬក៏សម្លាប់ខ្លួនវាឡើយហេតុនេះបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាខ្លួនឯងជាទីស្រឡាញ់យ៉ាងក្រៃលែងគ្មានស្រឡាញ់អ្វីដោយស្មើខ្លួននោះឡើយ